បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចាញ់ចែករំលែកគន្លឹះមួយទៀតហើយអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីការស្វែងរករបៀបដូរលុយស្មាតរបៀបឆែកលុយស្មាតហើយបញ្ចូលកាតទូរស័ព្ទក្នុងឆ្នាំ2026នេះអញ្ចឹងដើម្បីចូលទៅដល់វីដេអូខ្ញុំទាំងអស់គ្នាអញ្ចឹងបងប្អូនជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតតោះយើងចូលទៅទស្សនាទាំងអស់គ្នាយើងចូលទៅកន្លែង Miss Call កន្លែង Miss Call ចឹងយើងចុចកន្លែងផ្ទាំងលេខទូរស័ព្ទមកអញ្ចឹងបងប្អូនបច្ចុប្បន្ន2026នេះការបញ្ចូលការទូរស័ព្ទ Smart អញ្ចឹងគេបញ្ចូលបែបនេះអធិស្ឋានបន្តិចបងប្អូនសារខ្ញុំផ្ដាសាយឥឡូវខ្ញុំធ្វើវីដេអូចាញ់ចែកជូនបងប្អូនឥឡូវយើងបញ្ចូលលុយ Smart យើងចុច10ផ្កាយ1203ហើយផ្កាយអញ្ចឹងការបញ្ចូលលេខកាតទូរស័ព្ទអញ្ចឹងយើងចុចលេខកូដចឹងមកហើយបងប្អូនចុចលេខកាតចូលទៅលេខកាតចំនួន13ខ្ទង់ដែលបងប្អូនកំពុងទិញបងប្អូនទិញហើយបងប្អូនកោសហើយបងប្អូនអាចបញ្ចូលលេខកាតចំនួន13ខ្ទង់បន្ទាប់មកហើយបងប្អូននឹងចុចខាងចុងកន្ទុយបងប្អូនអាចចុចសញ្ញាទ្រង់ជ្រូកអញ្ចឹងបងប្អូនអាចចុចសញ្ញាទ្រង់ជ្រូកអញ្ចឹងពេលបងប្អូនបំពេញលេខកូដ13ខ្ទង់នឹងហើយបងប្អូនអាចធ្វើការចុចបញ្ជូនបងប្អូនចុចបញ្ចូលទៅអាហ្នឹងលេខកូដក្នុងឆ្នាំ2021 Smart អញ្ចឹងតោះយើងទៅមើលវិធីឆែកលុយ Smart តោះមកដល់ចំណុចនេះបងប្អូនអាចមើលតាមខ្ញុំមួយបងប្អូនដែលបញ្ចូលលុយហើយបងប្អូនត្រូវការឆែកមើលលុយថាយើងបញ្ចូលហើយឬនៅឬមួយក៏ចូលហើយឬនៅបងប្អូនគាត់ធ្វើការចុចផ្កាយចុច8 3ដើមបងប្អូន8 3ដើមសញ្ញាទ្រង់ជ្រូកអញ្ចឹងបងប្អូនចុចតែប៉ុណ្្នឹងហើយបងប្អូនចុចបញ្ជូនទៅហើយវានឹងលោតចូលទៅក្នុងគណនីដែលយើងបញ្ចូលលុយហើយវានឹងអាចផ្ញើសារមកឲ្យយើងហើយថាចំនួនទឹកប្រាក់យើងមានប្រមាណអញ្ចឹងយើងចូលទៅដល់ចំណុចមួយទៀតតោះរបៀបចូលមកដល់កន្លែងនេះមួយទៀតអញ្ចឹងបងប្អូនអាចនឹងឆ្ងល់ហើយតើរាល់ថ្ងៃនេះ Smart គេឆែកលេខទូរស័ព្ទម៉េចអីយ៉ាងម៉េចហេតុអ្វីក៏យើងមិនដឹងហើយគេប្រើលេខកូដម៉េច Smart អញ្ចឹងបងប្អូនអាចមើលវីដេអូខ្ញុំនេះទៅឲ្យចប់ទៅហើយនេះឧទាហរណ៍នេះយើងចុចវាមានឆែក Smart ហ្នឹងវាមាន2កន្លែងបងប្អូនឆែកលេខទូរស័ព្ទអញ្ចឹងបងប្អូនអាចចុចលេខផ្កាយលេខ1ជំជ្រូកអញ្ចឹងក៏បានដែរបងប្អូនអញ្ចឹងខ្ញុំធ្វើការបញ្ជូនទៅឆែកមើលលេខទូរស័ព្ទខ្ញុំឥឡូវខ្ញុំជូនសាក់មើលឥឡូវវាឲ្យអត់អញ្ចឹងយើងចុចមកចុចទៅស៊ីម2អញ្ចឹងវាកំពុងដំណើរការបងប្អូនតែវាលោតចាញ់ឲ្យអត់អញ្ចឹងបងប្អូនធ្វើការឆែកតាមខ្ញុំទៅហើយដាក់តាមខ្ញុំទៅវានឹងលោតលេខរបស់យើងចាញ់មកអុយដូចខ្ញុំបានប្រើមិញហ្នឹងបងប្អូនមើលជាស្ដែងទៅអានេះជាលេខទូរស័ព្ទរបស់ខ្ញុំហើយខ្ញុំចុចឆែកមើលលេខទូរស័ព្ទ Smart របស់ខ្ញុំអញ្ចឹងយើងការបញ្ចូលលុយ Smart ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយឥឡូវយើងទៅទស្សនាវីដេអូបន្ទាប់ទៀតវីដេអូបញ្ចូលលុយ97ម្ដងអញ្ចឹងតោះយើងទៅរៀនទាំងអស់គ្នាឥឡូវយើងបញ្ចូលលុយ97អញ្ចឹងរបៀបបញ្ចូលលុយកាត97យើងត្រូវប្រើលេខកូដមុនគេអញ្ចឹងយើងចុចផ្កាយ197ផ្កាយអញ្ចឹងបងប្អូនចុចរួចប៉ុណ្្នឹងហើយបងប្អូនអាចធ្វើការបំពេញលេខកូដកាតបងប្អូនបញ្ជាក់បន្តិចលេខកូដកាតចំនួន14ខ្ទង់ពេលបងប្អូនចុចលេខកូដកាតចំនួន14ខ្ទង់ហើយបងប្អូនអាចនេះដូចខ្ញុំដាក់សញ្ញាប្រួយបងប្អូនមើលទៅឆាប់យល់អញ្ចឹងបងប្អូនអាចដាក់លេខកូដកាត14ខ្ទង់កន្លែងហ្នឹងហើយបងប្អូនចង់បញ្ចប់បងប្អូនធ្វើការដាក់ខាងក្រោយហ្នឹងបងប្អូនអាចដាក់សញ្ញាទ្រង់ជ្រូកហើយបងប្អូនចុចបញ្ជូនណាបងប្អូនចុចបញ្ជូនទៅបញ្ចូលហើយអញ្ចឹងដើម្បីឆែកលុយ97ចុះយើងទៅមើលទាំងអស់គ្នាទៀតតើបងប្អូនទៅធ្វើការឆែកលុយ97អ្នកខ្លះមិនដឹងថាឆែកលុយមួយម៉ាច់ផងអីមួយម៉ាច់ផងអញ្ចឹងបងប្អូនការឆែកលុយ97ស្រួលទេបងប្អូនអាចមើលវីដេអូខ្ញុំមួយទៅឲ្យចប់បងប្អូននឹងយល់អញ្ចឹងការឆែកលុយ97បងប្អូនអាចចុចផ្កាយ
លេខ0លេខ9លេខ7ហើយសញ្ញាទ្រង់ជ្រូកអញ្ចឹងបងប្អូនឆែកលុយ97បងប្អូនឆែកប៉ុណ្ណឹងឥឡូវឧទាហរណ៍ខ្ញុំចូលទៅឆែកមើលលុយរបស់ខ្ញុំឲ្យមើលអញ្ចឹងចុចបញ្ជូនមកចុចបញ្ជូនទៅលេខ97នេះបងប្អូនវានឹងចាញ់មកអញ្ចឹងបងប្អូនហើយវានឹងអាចផ្ញើសារមកទៀតអញ្ចឹងលុយខ្ញុំសល់តែ1សែនទេបងប្អូនមើលជាក់ស្ដែងទៅអាហ្នឹងយើងឆែកលុយស្មាតរបស់អធិស្ឋានបងប្អូនលុយ97របស់យើងដែលយើងបញ្ចូលបងប្អូនអញ្ចឹងនៅតែ1សែនទេអញ្ចឹងយើងបានរៀនពីនឹងឥឡូវយើងទៅឆែកលេខ97បងប្អូនអ្នកខ្លះអត់ទាន់ចេះឆែកលេខ97បងអញ្ចឹងបងប្អូនមើលវីដេអូខ្ញុំការឆែកលេខទូរស័ព្ទប្រព័ន្ធ97បងប្អូនអាចចុច midphone បងប្អូនអាចចុចផ្កាយលេខ9ពីដើមមកបងប្អូនហើយសញ្ញាទ្រង់ជ្រូកអញ្ចឹងយើងចុចបញ្ជូនមកឥឡូវវាចូលទៅឆែកលេខឲ្យយើងនេះបងប្អូនអាហ្នឹងការឆែកលេខទូរស័ព្ទ97បងប្អូនអញ្ចឹងចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនពេញចិត្តនៅវីដេអូខ្ញុំបងប្អូនជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតអញ្ចឹងបើបងប្អូនពេញចិត្តវីដេអូអីបងប្អូនអាចចូល comment ខាងក្រោមវីដេអូខ្ញុំមកដើម្បីខ្ញុំធ្វើការបង្ហាញបន្តទៀតសូមអរគុណ